បាទជំរាបសួរបងប្អូនប្រជាកសិករជាពិសេសបងប្អូនម្ចាស់ចំការស្វាយចន្ទីអឺឆ្នាំទៅមិញជារឿងដែលបងប្អូនគ្រប់គ្នាទទួលស្គាល់ហើយបានដឹងហើយថាចន្ទីឆ្នាំទៅមិញនេះគឺពិបាកក្នុងការបញ្ចេញត្រួយមែនតើអញ្ចឹងធ្វើឲ្យចន្ទីខ្លះហ្នឹងគឺអត់ជោគជ័យនៅក្នុងការជំរុះណាបាទពេលដែលគាត់ជំរុះហើយចន្ទីចាប់ផ្ដើមបើកភ្នែកត្រួយឬក៏បាច់ត្រួយមកហើយណាវាចាប់ផ្ដើមទៅជាខ្មៅវាចាប់ផ្ដើមខ្មៅហើយរលប់ទៅវិញខ្វាក់ត្រួយអញ្ចឹងវាធ្វើឲ្យប្រមូលផលហ្នឹងគឺយឺតមែនតើអញ្ចឹងវីដេអូនេះឥឡូវនេះគឺក្នុងក្នុងរដូវកាលថ្មីនេះដែលបងប្អូនមិនថាត្រៀមជំរុះក៏ដោយបងប្អូនជំរុញក៏ដោយនៅពេលដែលចន្ទីបងប្អូនបាញ់ជំរុះរយៈពេលចន្លោះពី7ឬក៏ទៅ10ថ្ងៃជាងណាពេលដែលចន្ទីហ្នឹងឃើញមានពេជ្រត្រួយមកហើយឬក៏ពកត្រួយមកហើយអញ្ចឹងបងប្អូនត្រូវតែបាញ់ដើម្បីទាញត្រួយហ្នឹងឲ្យបានលឿនបំផុតបាទបាញ់ដើម្បីទាញត្រួយឲ្យបានលឿនដើម្បីអីដើម្បីកុំឲ្យវារលប់ទៅវិញឬក៏ខ្វាក់ត្រួយទៅដោយសារបញ្ហាអីបញ្ហាសត្វល្អិតបញ្ហាជំងឺបាទដែលវាធ្វើឲ្យចន្ទីហ្នឹងខ្វាក់ត្រួយហ្នឹងត្រឡប់ទៅវិញជំរុះឬក៏ទាញត្រួយក៏ដោយអញ្ចឹងបងប្អូនត្រូវតែបាញ់វាទាញឲ្យផុតមកបាទទាញឲ្យផុតបាទអញ្ចឹងបងប្អូនបាញ់ជើងទី2បន្ទាប់ពីបងប្អូនជំរុះឬក៏ទាញត្រួយហើយបងប្អូនចាប់5បាញ់បំពន់ជំរុញបាទលាយជាមួយនឹងជំងឺលាយជាមួយនឹងសត្វល្អិតដើម្បីអីកុំឲ្យពពួកសត្វស្លាបដូចជាទ្រីបបាទដូចជាមូសតែវារងផលប៉ះពាល់ខ្លាំងមែនណាឬក៏រំញោចបន្ថែមទាញបន្ថែមប្រភេទដូចជាអាស៊ីតអាមីណូឬជីបេលីអាស៊ីតអីហ្នឹងបូកជាមួយបំពន់បាទអញ្ចឹងពេលដែលបងប្អូនបាញ់ជំរុះឬក៏ជំរុញហើយពេលដែលឃើញហើយចន្លោះពី10ទៅ14ថ្ងៃហ្នឹងបងប្អូនចាប់ផ្ដើមបាញ់ទៀតមកបាទបងប្អូនមើលជាក់ស្ដែងទៅបាទបងប្អូនចាប់ផ្ដើមបាញ់ទៀតបាញ់លើកទី2ហ្នឹងគឺបង